ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យខាងតែបានកុំឲ្យមានការនាំចូលពងមាន់ពងទាសាច់បង្កកជាពិសេសផ្លែទុរេនចូលមកកាន់ទីផ្សារកម្ពុជាព្រោះថាទុរេនវៀតណាមកំពុងមានបញ្ហាសារធាតុគីមីដែលបង្កផលប៉ះពាល់ដល់សុខភាពឯកឧត្តមវ័យសំណាងអភិបាលខេត្តតាកែវលើកឡើងយ៉ាងដូចនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវនាព្រឹកថ្ងៃទី8ខែឧសភាឆ្នាំ2025ថ្លែងនៅចំពោះមុខសមាជិកក្រុមប្រឹក្សាខេត្តឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍បន្តថាការនាំចេញផ្លែទុរេនពីប្រទេសវៀតណាមទៅកាន់ទីផ្សារចិនកំពុងមានបញ្ហាព្រោះគេបានរកឃើញសារធាតុគីមីដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគស្ថានភាពនេះធ្វើឲ្យសល់ផ្លែទុរេនច្រើនជាពិសេសតម្លៃទុរេនមានការធ្លាក់ចុះហើយអាចនឹងមានការលួចនាំចូលមកទីផ្សារកម្ពុជាបញ្ហានេះអាជ្ញាធរខេត្តបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់តាមច្រកទ្វារព្រំដែនអន្តរជាតិច្រកទ្វារព្រំដែនទ្វេភាគីច្រកតំបន់ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានឯកឧត្តមវ័យសំណាងបន្តថារហូតមកដល់ពេលនេះមិនទាន់មានការលួចនាំចូលផ្លែទុរេនខុសច្បាប់ចូលមកកាន់ទីផ្សារកម្ពុជាតាមរយៈខេត្តតាកែវនោះទេហើយក្រៅតែពីផ្លែទុរេនអាជ្ញាធរខេត្តក៏បានណែនាំឲ្យមន្ត្រីតាមច្រកទ្វារធ្វើការទប់ស្កាត់ការលួចនាំចូលពងទាពងមាន់និងសាច់បង្កកខុសច្បាប់ចូលមកប្រទេសកម្ពុជាផងដែរត្រយងនាំសារពិតគ្រប់ទីកន្លែង